នេះមកពីលោក Mikel Arteta ខ្លាំងឬក៏មកពីគ្រូបង្វឹក Chelsea ចំនួនក្រោយនៅស្ទើរតែអ្នកដឹងទេគ្រូបង្វឹក Chelsea 5អ្នកចុងក្រោយសុទ្ធតែមិនអាចបំបាក់ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានក្រោយពេលដែលលោក Liam Rossonero ដឹកនាំ Chelsea ឲ្យធ្លាក់ចេញពីពាន League Cup នៅវគ្គពាក់កណ្ដាលប្រៃព្រាត់គឺបានធ្វើឲ្យយើងនឹកឃើញដល់គ្រូបង្វឹក4អ្នកទៀតដែលដឹកនាំតៅខៀវមិនអាចយកឈ្នះលើលោក Mikel Arteta បានគិតតាំងពីឆ្នាំ2022ពោលគឺគិតតាំងពីក្នុងពេលដែលលោក Graham Potter ដឹកនាំចាប់ពីរដូវកាល2022-2023មក9ប្រកួតគឺ Arsenal ឈ្នះ6ហើយ3ដងគឺស្មើគ្នាដោយ Chelsea ពុំដែលបានឈ្នះសោះនោះឡើយគ្រូបង្វឹក Chelsea ដែលមិនអាចចូលឈ្នះលើលោក Mikel Arteta បានរួមមានដូចជាលោក Graham Potter លោក Frank Lampard លោក Mauricio Pochettino លោក Enzo Maresca ហើយនិងចុងក្រោយគឺលោក Liam Rossonero លោក Rossonero ចូលដឹកនាំ Chelsea ចំនួន7ប្រកួតដំបូងគឺថាឈ្នះដល់ទៅ5ប្រកួតក៏ប៉ុន្តែចាញ់2ដងគឺចាញ់ដោយសារតែ Arsenal យ៉ាងណាមិញនៅក្នុងរយៈពេលនេះ Chelsea បានឈ្នះពានលំដាប់អន្តរជាតិចំនួន2គឺ UEFA Conference League នៅរដូវកាល2024-2025និង FIFA Club World Cup នៅក្នុងឆ្នាំ2025កន្លងទៅឯ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta គឺឈ្នះពានក្នុងស្រុក3ដងដោយក្នុងនោះរួមមានដូចជា FA Cup នៅក្នុងឆ្នាំ2020ហើយ2ទៀតគឺជាពាន Community Shield នៅក្នុងឆ្នាំ2020និង2023